ជំរាបសួរបងប្អូននៅក្នុងសេចក្តីជំនឿរបស់ព្រះអង្គម្ចាស់យេស៊ូវបងប្អូនដែលមានសេចក្តីជំនឿរួមគ្នាបងប្អូនដែលដើរតាមព្រះអង្គម្ចាស់យេស៊ូវបងប្អូនដែលមានជំនឿទៅលើព្រះយេស៊ូវនៅក្នុងព្រះបន្ទូលថ្ងៃនេះខ្ញុំសូមចែកចាយនៅព្រះបន្ទូលសម្រាប់បងប្អូនដែលចាប់ផ្ដើមជឿទៅលើព្រះយេស៊ូវបងប្អូនដែលកំពុងតែមានជំនឿទៅលើព្រះយេស៊ូវបងប្អូនដែលរៀបនឹងចាប់ផ្ដើមក្នុងការជឿទៅលើព្រះអង្គម្ចាស់យេស៊ូវនិងបងប្អូនដែលកំពុងតែជឿហើយបងប្អូនក៏បន្តជឿនៅក្នុងព្រះអង្គម្ចាស់យេស៊ូវក្នុងមេរៀននេះខ្ញុំអាចដាក់ចំណងជើងថាដំណើរនៃការជឿព្រះយេស៊ូវនៅក្នុងគម្ពីរមេរៀននេះព្រះអង្គម្ចាស់បានមានព្រះបន្ទូលជាមួយខ្ញុំកាលពីយប់ម្សិលមិញហើយខ្ញុំបានកត់ត្រាវាទុកព្រះអង្គម្ចាស់បានប្រាប់ខ្ញុំអំពីមេរៀនមួយនេះសម្រាប់នៅពេលដែលបងប្អូនទាំងអស់ដែលជឿព្រះយេស៊ូវគ្រីស្ទខ្ញុំសូមបញ្ជាក់គឺសម្រាប់តែបងប្អូនដែលមានជំនឿទៅលើព្រះអង្គម្ចាស់យេស៊ូវតែមួយគត់ជីវិតរបស់អ្នកដែលចាប់ផ្ដើមដើរតាមព្រះយេស៊ូវជីវិតអ្នកដែលចាប់ផ្ដើមដើរតាមព្រះយេស៊ូវយើងអាចចែកបានជា2ដំណាក់កាលដោយដែលនៅក្នុងគម្ពីរមានសញ្ញាចាស់និងសញ្ញាថ្មីបងប្អូនព្រះអង្គម្ចាស់សពប្រហាតីក្នុងការប្រាប់ពីអកម្បាំងដល់យើងទាំងអស់គ្នាជាអ្នកជឿដល់ព្រះជាម្ចាស់ពីព្រោះព្រះអង្គម្ចាស់មិនចង់ឲ្យយើងចំណាយពេលវេលាក្នុងការជឿទៅលើព្រះអង្គម្ចាស់ដោយឥតប្រយោជន៍នោះទេទី1នៅពេលដែលព្រះអង្គម្ចាស់ចាប់ផ្ដើមត្រាស់ហៅបងប្អូនហាក់បីដូចជាព្រះអង្គម្ចាស់បានរំដោះបងប្អូនពីទាសករនៅពេលដែលព្រះអង្គម្ចាស់ត្រាស់ហៅបងប្អូនឲ្យមកទទួលជឿព្រះអង្គម្ចាស់ពីជីវិតថ្មីពីជំនឿថ្មីពីការផ្លាស់ប្រែថ្មីបងប្អូនចាប់ផ្ដើមទទួលជឿព្រះអង្គម្ចាស់យេស៊ូវគឺជាការចាប់ផ្ដើមរំដោះអំពីជីវិតចេញពីទាសករនៃព្រលឹងវិញ្ញាណពេលដែលបងប្អូនដោះខ្លួនចេញពីទាសករព្រះអង្គម្ចាស់មិនបានត្រាស់ហៅបងប្អូនដោយព្រះអង្គយាងមកផ្ទាល់នោះទេប៉ុន្តែព្រះអង្គម្ចាស់បានចាត់អ្នកសំណប់របស់ព្រះអង្គដើម្បីទៅហៅបងប្អូនគេធ្វើផ្សាយដំណឹងល្អគេធ្វើទីបន្ទាល់ហើយគេបង្រៀនបងប្អូនដោយជាលោកមូសេបានទៅរំដោះរាជរបស់ព្រះអង្គផងដែរនៅក្នុងគម្ពីរសញ្ញាចាស់បងប្អូនធ្លាប់ឮមេរៀនប្រហែលជាអ្នកដឹកនាំរបស់បងប្អូនប្រហែលជាគ្រូកងវារបស់បងប្អូនបានប្រាប់ឬក៏បានលើកឡើងនៅគម្ពីរអំពីការរំដោះរបស់ព្រះអង្គម្ចាស់ដល់រាជរបស់ព្រះអង្គគឺរាជអ៊ីស្រាអែលរបស់ព្រះអង្គជំនាន់លោកមូសេក្នុងជីវិតរបស់យើងម្នាក់ដែលជឿទៅលើព្រះអង្គម្ចាស់យេស៊ូវក៏ដូចនេះដែរនៅពេលដែលព្រះអង្គម្ចាស់រំដោះបងប្អូនចេញពីនរកទាសករដែលបងប្អូនមិនទាន់ជឿព្រះអង្គម្ចាស់នោះគឺព្រះអង្គចាត់អ្នកបម្រើរបស់ព្រះអង្គម្នាក់ដែលជាទីសំណប់របស់ព្រះអង្គឲ្យទៅប្រាប់បងប្អូនដើម្បីបងប្អូនបានដើរតាមនិងបានរៀនសូត្រអំពីអ្នកបម្រើដ៏ស្មោះត្រង់នោះប៉ុន្តែក្នុងចន្លោះពេលដែលបងប្អូនបានរៀនសូត្រនោះក៏មានឧបសគ្គជាច្រើននៅក្នុងបញ្ហាក្នុងជំនឿក្នុងព្រះវិហារក្នុងទីកន្លែងធ្វើការនៅបញ្ហាជុំវិញបងប្អូនអ្នកជិតខាងបងប្អូនទាំងអស់គឺជាឧបសគ្គនៃសេចក្តីជំនឿជាពិសេសបងប្អូនដែលមានជំនឿពីមុនមកដែលជាអ្នកស្រឡាញ់ព្រះរបស់បងប្អូនពីមុនមកហើយបងប្អូនបានដោះហើយបានឈប់ត្រឡប់មកជំនឿទៅលើព្រះអង្គម្ចាស់យេស៊ូវហើយក្លាយទៅជាគ្រីស្ទបរិស័ទបញ្ហាទាំងអស់នោះរុំព័ទ្ធជីវិតបងប្អូនយ៉ាងខ្លាំង
វាប្រៀបបីដូចជារាជរបស់ព្រះយេស៊ូវគ្រីស្ទរាជរបស់ព្រះអង្គម្ចាស់ព្រះយេហូវ៉ាអ៊ីស្រាអែលដើរតាមមូសេផងដែរចំនួនលោកមូសេវាមានបញ្ហាស្ដេចផារ៉ោនមិនព្រមអនុញ្ញាតឲ្យរាជរបស់ព្រះអង្គចេញពីកណ្ដាប់ដៃរបស់ព្រះអង្គទេតែងតែធ្វើបញ្ហានិងឧបសគ្គជាច្រើនប៉ុន្តែព្រះជាម្ចាស់មានអំណាចព្រះអង្គបានធ្វើការអស្ចារ្យជាច្រើនតាមរយៈមូសេហើយរំដោះរាជរបស់ព្រះអង្គរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចផារ៉ោនយើងអាចនិយាយថាស្ដេចផារ៉ោនគឺជាអ្វីស្ដេចផារ៉ោនគឺជាអ្វីសម្រាប់ជីវិតបងប្អូនប្រចាំថ្ងៃតើបងប្អូនមានបញ្ហាអ្វីដែលធ្វើឲ្យបងប្អូនខ្វាយខ្វល់ដែលបាត់ជំនឿពីព្រះជាម្ចាស់បងប្អូនខ្លះបានជឿទៅលើព្រះជាម្ចាស់ប៉ុន្តែដោយសារបញ្ហាច្រើនពេកដោយសាររឿងឧបសគ្គជំវិញច្រើនពេកឬក៏ដោយសារបញ្ហាអ្វីមួយដែលធ្វើឲ្យបងប្អូនបាត់បង់ជំនឿហេតុអីបានជាបងប្អូនបាត់បង់ជំនឿហេតុអ្វីបងប្អូនមានសួរខ្លួនឯងទេបងប្អូនមានសួរខ្លួនឯងទេថាហេតុអ្វីបានបងប្អូនបាត់បង់ជំនឿទី1នៅពេលដែលបងប្អូនចាប់ដើមជឿទៅលើព្រះយេស៊ូវគ្រីស្ទតើបងប្អូនមានបំណងអ្វីជាមួយនឹងព្រះយេស៊ូវតើបងប្អូនចង់បានអ្វីពីព្រះយេស៊ូវប្រហែលជាពេលដែលបងប្អូនចាប់ដើមជឿទៅលើព្រះយេស៊ូវគ្រីស្ទបងប្អូនគិតថាបងប្អូននឹងទទួលបានអ្វីដែលជាបំណងប្រាថ្នារបស់បងប្អូនដោយជាជនជាតិអ៊ីស្រាអែលនៅពេលដែលពួកគេចេញអំពីស្ដេចផារ៉ោនពួកគេប្រកាសជាគិតថាមូសេនឹងបង្កើតទឹកដីថ្មីនឹងធ្វើឲ្យគេចម្រើននឹងឲ្យគេមានទ្រព្យសម្បត្តិហូរហៀនឹងធ្វើឲ្យជីវិតគេបានផ្គុំកើនដូច្នេះហើយគេក៏ចាប់ផ្ដើមសាកល្បងដើរតាមមូសេប៉ុន្តែអ្វីដែលគេសម្លឹងនោះគេមិនមែនមានជំនឿនិងជឿជាក់ទៅលើព្រះជាម្ចាស់ទេគេមិនបានសម្លឹងទៅលើព្រះជាម្ចាស់ទេមួយចំនួនធំគេសម្លឹងទៅលើមូសេគេគិតថាមូសេនឹងធ្វើការអស្ចារ្យនឹងធ្វើឲ្យគេคล้ายទៅជាជីវិតថ្មីនឹងធ្វើឲ្យគេមានអ្វីមានទ្រព្យសម្បត្តិមានអ្វីគ្រប់គ្រាន់មានអាហារហូបចុកពេញបរិបូរណ៍ប៉ុន្តែនៅពេលដែលគេដើរជាមួយនឹងមូសេបែរជាជួបឧបសគ្គជាច្រើនគេចាប់ផ្ដើមទទឹងរឹងរូសគេចាប់ផ្ដើមបែងចែកបកពួកគេចាប់ផ្ដើមប្រហារមូសេគេចាប់ផ្ដើមផ្លាស់ប្ដូរជំនឿគេចាប់ផ្ដើមគិតថានឹងធ្វើព្រះដោយខ្លួនឯងដោយធ្វើព្រះដោយដៃរបស់គេដោយធ្វើដោយយកគោរូបគោឬក៏រូបផ្សេងធ្វើព្រះដើម្បីថ្វាយបង្គំអញ្ចឹងពីមុនគេមានជំនឿទៅលើព្រះជាម្ចាស់គឺប៉ុន្តែគេមិនបានសម្លឹងទៅលើព្រះបែរជាគេសម្លឹងទៅលើមនុស្សពេលដែលមនុស្សធ្វើឲ្យគេខកបំណងគេក៏បាត់ជំនឿនេះហើយជាជំនឿដែលដើរនៅក្នុងសម្ព័ន្ធមេត្រីចាស់ព្រះអង្គបានធ្វើឲ្យគេវិលវល់បានធ្វើឲ្យវិញ្ញាណរបស់គេវិលវល់នៅឯសម្ព័ន្ធមេត្រីចាស់មានអ្នកខ្លះជឿព្រះ10ឆ្នាំ20ឆ្នាំ30ឆ្នាំ40ឆ្នាំប៉ុន្តែគេមិនអាចស្វែងរកសេចក្តីពិតឃើញគេបានប្រាប់មនុស្សទាំងអស់ថាខ្ញុំជារាជរបស់ព្រះខ្ញុំជាអ៊ីស្រាអែលខ្ញុំមានជំនឿទៅលើព្រះយេស៊ូវគ្រីស្ទខ្ញុំអធិដ្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទខ្ញុំថ្វាយបង្គំព្រះអង្គខ្ញុំទៅព្រះវិហារជារៀងរាល់អាទិត្យខ្ញុំដាក់ដង្វាយខ្ញុំធ្វើគ្រប់បែបយ៉ាងទាំងអស់ខ្ញុំមិនដែលធ្វើអ្វីខុសទេខ្ញុំមានជំនឿទៅលើព្រះប៉ុន្តែគេនៅតែដើរវង្វេងនៅក្នុងសម្ព័ន្ធមេត្រីចាស់ពីព្រោះតែសេចក្តីរឹងទទឹងនៅក្នុងចិត្តរបស់គេពីព្រោះតែភ្នែកគេមិនបានសម្លឹងទៅលើព្រះពីព្រោះគេមិនបានរៀនសូត្រអំពីព្រះហឫទ័យរបស់ព្រះពីព្រោះគេមិនបានសម្លឹងទៅលើព្រះយេស៊ូវអ្វីដែលគេសម្លឹងទៅកាន់មនុស្សធ្វើអំពើទៅលើគេភាពឈឺចាប់មាននៅក្នុងដួងចិត្តរបស់គេមនុស្សដែលគេគិតថាម្នាក់នឹងអាចជួយគេបាន
ម្នាក់នឹងអាចធ្វើអ្វីៗម្នាក់នឹងមានប្រយោជន៍សម្រាប់ជីវិតរបស់គេដូច្នេះហើយមនុស្សបែរជាមិនបានធ្វើអ្វីបែរជាមិនបានជួយអ្វីពីឲ្យគេនោះធ្វើឲ្យគេខកបំណងហើយប្រែតែជាផ្លាស់ប្រែសេចក្តីជំនឿបងគិតថាការជឿលើព្រះយេស៊ូវពិតជាមានភាពងាយស្រួលមែនទេបើសិនជាបងប្អូនមានជំនឿដ៏ពិតសម្លឹងទៅលើព្រះដ៏ពិតជំនឿរបស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គនឹងជួយបងប្អូនឲ្យមានភាពងាយស្រួលប៉ុន្តែបងប្អូនជាទីស្រឡាញ់មនុស្សជាច្រើនអាចជឿទៅលើព្រះយេស៊ូវបានដូចគ្នាគ្រាន់តែអ្នកខ្លះតើពួកគេអាចរត់ប្រណាំងបានទទួលជោគជ័យឬមួយក៏ពួកគេបរាជ័យតែប៉ុណ្ណោះការជំនឿទៅលើព្រះយេស៊ូវប្រៀបបីដូចជាការរត់ប្រណាំងនៃជីវិតបើសិនជាអ្នកដែលមានការតស៊ូអត់ធ្មត់សម្លឹងទៅលើគោលដៅពិតប្រាកដពួកគេនឹងរត់ប្រណាំងបានជ័យជំនះប៉ុន្តែពេលខ្លះបើសិនបើយើងខ្វះភាពអត់ធ្មត់មិនបានសម្លឹងទិសដៅមួយដែលថាទិសដៅនោះគឺជាទិសដៅពិតយើងអាចបរាជ័យយើងអាចហត់នឿយយើងអាចឈប់ជឿព្រះយេស៊ូវហើយត្រឡប់ក្រោយបែរវិញសេចក្តីជំនឿរបស់ព្រះយេស៊ូវគ្រីស្ទប្រៀបបីដូចជាជាងតងគេយកមាសសុទ្ធទៅដុតអញ្ចឹងបងប្អូនដុតម្ដងហើយម្ដងទៀតដុតម្ដងហើយម្ដងទៀតដុតម្ដងហើយម្ដងទៀតរហូតคล้ายទៅជាមាសដ៏ពិតប្រាកដដ៏ស្រស់ស្អាតពាក្យមួយខ្មែរគេនិយាយថាមាសសុទ្ធមិនខ្លាចភ្លើងបងប្អូនបើយើងពិតជាមានជំនឿពិតប្រាកដទៅកាន់ព្រះយេស៊ូវគ្រីស្ទមែននោះយើងមិនខ្លាចនឹងបញ្ហាដែលកើតឡើងយើងមិនខ្លាចអ្វីទាំងអស់យើងនឹងរឹងមាំហើយស្មោះត្រង់នឹងសម្លឹងទៅលើព្រះយេស៊ូវគ្រីស្ទបងប្អូនខ្ញុំតែងតែនិយាយពាក្យមួយនៅក្នុងជីវិតរបស់ខ្ញុំថាបើថ្ងៃនេះស្លាប់សូមឲ្យវាស្លាប់ទៅចុះបើថ្ងៃនេះខ្ញុំនឹងស្លាប់នឹងការអត់អាហារឬក៏ខ្ញុំនឹងស្លាប់នឹងការគ្មានលុយកាក់សូមឲ្យស្លាប់ទៅចុះប៉ុន្តែព្រះអង្គតែងតែធ្វើការអស្ចារ្យមកលើជីវិតរបស់ខ្ញុំដោយសារអ្វីជំនឿសង្ឃឹមនិងការទុកចិត្តសូមឲ្យយើងសម្លឹងទៅលើព្រះយេស៊ូវតែមួយគត់បងប្អូនមនុស្សមិនអាចទីពឹងបានទេអ្នកដឹកនាំយើងក៏មិនអាចទីពឹងបានដែរអ្នកគ្រូបង្រៀនរបស់យើងក៏គាត់មិនអាចទីពឹងបានដែរអ្វីដែលគាត់អាចធ្វើបានគ្រាន់តែបង្ហាញផ្លូវយើងឲ្យយល់អំពីព្រះបន្ទូលរបស់ព្រះយើងរៀនសូត្រជាមួយគាត់សប្បាយរីករាយជាមួយគ្នាប៉ុន្តែបើសិនជាយើងពឹងទៅលើគាត់ទាំងស្រុងនៃជីវិតរបស់យើងយកគាត់ជាព្រះនោះមិនអាចទៅរួចទេអ្វីដែលព្រះចង់បានឲ្យបងប្អូនសម្លឹងទៅលើព្រះតែមួយបងប្អូនសួរខ្ញុំថាធ្វើម៉េចបានឃើញព្រះនឹងបង្ហាញបងប្អូនឲ្យឃើញនៅពេលដែលបងប្អូនយកចិត្តទុកដាក់និងស្វែងរកទៅព្រះបានទុកព្រះបន្ទូលឲ្យបងប្អូនដើម្បីឲ្យបងប្អូនអានរាល់ថ្ងៃបងប្អូនខ្ញុំក៏ជាអ្នកជឿព្រះយេស៊ូវហើយខ្ញុំជឿព្រះយេស៊ូវមកដល់ត្រឹមពេលនេះវាជាពេលរយៈពេលដ៏យូរពីព្រោះខ្ញុំបានជឿព្រះយេស៊ូវតាំងពីឆ្នាំ2008មកដល់ពេលនេះព្រះបានប្រើជីវិតរបស់ខ្ញុំម្ដងហើយម្ដងទៀតប៉ុន្តែខ្ញុំមិនទាន់ស្គាល់ព្រះពិតខ្ញុំបានជួបឧបសគ្គជាច្រើនក្នុងជីវិតពីព្រោះអរិយសតាំងដឹងថាខ្ញុំមានចំណុចខ្សោយអ្វីមួយក្នុងជីវិតរបស់ខ្ញុំបងប្អូនខ្ញុំត្រូវការសេចក្តីស្រឡាញ់ខ្ញុំចង់បានសេចក្តីស្រឡាញ់ប៉ុន្តែអរិយសតាំងវាតែងតែបំផ្លាញខ្ញុំដោយប្រើប្រាស់សេចក្តីស្រឡាញ់คล้ายៗមកក្នុងជីវិតរបស់ខ្ញុំម្ដងហើយម្ដងទៀតខ្ញុំដួលជាច្រើនដងបងប្អូនខ្ញុំមិនមែនជាមនុស្សអស្ចារ្យទេខ្ញុំដួលច្រើនណាស់ខ្ញុំចាញ់សេចក្តីល្បួងច្រើនណាស់ប៉ុន្តែនៅពេលដែលខ្ញុំបាននឹកឃើញដល់ព្រះពីព្រោះព្រះអង្គមិនដែលចោលខ្ញុំមួយវិនាទីណាទេបងប្អូនខ្ញុំក៏ធ្លាប់ជាអ្នកជឿព្រះយេស៊ូវដំបូងខ្ញុំមានជំនឿដំបូងខ្ញុំសប្បាយខ្ញុំដូចជាកូនក្មេងខ្ញុំសប្បាយខ្ញុំអត់ខ្វល់អ្វីទាំងអស់ខ្ញុំអធិដ្ឋានអ្វីក៏ព្រះឆ្លើយតបក្រោយមួយរយៈធំមកខ្ញុំក៏ជួបបញ្ហាជួបឧបសគ្គជាច្រើនក្នុងជីវិតរបស់ខ្ញុំ
ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំជាមួយនឹងបរិយាកាសសង្គមជុំវិញខ្ញុំជាមួយនឹងការងារជាមួយនឹងអ្វីៗគ្រប់យ៉ាងដែលពួកគេមិនបាន support ក្នុងការគ្រប់គ្រងខ្ញុំឲ្យជឿព្រះយេស៊ូវគ្រីស្ទប៉ុន្តែក្នុងចិត្តរបស់ខ្ញុំបាននិយាយទៅប្រាប់ព្រះយេស៊ូវថាទោះបីខ្ញុំមានបញ្ហាអ្វីក៏ដោយក៏ខ្ញុំមិនត្រឡប់ទៅក្រោយដែរខ្ញុំបានតាំងសមត្ថតាំងចិត្តរបស់ខ្ញុំច្បាស់លាស់ជាមួយនឹងព្រះយេស៊ូវថាទោះបីខ្ញុំមានឧបសគ្គយ៉ាងណាក៏ដោយក៏ខ្ញុំមិនត្រឡប់ទៅក្រោយវិញដែរតើរយៈពេលប៉ុន្មានឆ្នាំទើបខ្ញុំឆ្លងផុតពីសញ្ញាចាស់ចូលសញ្ញាថ្មីបើគិតមកដល់ឥឡូវបងប្អូនប្រហែលជារយៈពេលជិត20ឆ្នាំខ្ញុំអាចនិយាយថាជិត20ឆ្នាំទៅចុះបងប្អូន2008មកដល់2026 8-10 ឆ្នាំក្នុងរយៈពេល8-10 ឆ្នាំខ្ញុំជួបបញ្ហាជាច្រើនខ្ញុំដើរដួលប៉ុន្តែខ្ញុំនៅតែពឹងផ្អែកទៅលើព្រះអង្គម្ចាស់យេស៊ូវទឹកភ្នែកខ្ញុំស្រក់រហូតខ្ញុំអធិដ្ឋានទៅកាន់ព្រះយេស៊ូវតែអ្វីដែលអាចឲ្យខ្ញុំបានឆ្លងផុតអំពីសញ្ញាចាស់ចូលទៅដល់សញ្ញាថ្មីគឺខ្ញុំតែងតែព្យាយាមអធិដ្ឋាននិងអានព្រះបន្ទូលរាល់ថ្ងៃខ្ញុំអធិដ្ឋាននិងអានព្រះបន្ទូលជារៀងរាល់ថ្ងៃជាមួយនឹងព្រះយេស៊ូវទើបព្រះអង្គម្ចាស់សពប្រហាតីឲ្យខ្ញុំឆ្លងផុតពីវាលរហោស្ថាននៃភ្នំស៊ីណៃសញ្ញាចាស់ហើយខ្ញុំបានចូលទៅកាន់សញ្ញាថ្មីនៃព្រះអង្គម្ចាស់យេស៊ូវគឺនគរឋានសួគ៌របស់ព្រះយេស៊ូវខ្ញុំចងចាំថ្ងៃមួយខ្ញុំបានអធិដ្ឋានទៅកាន់ព្រះយេស៊ូវខ្ញុំបាននិយាយទៅកាន់ព្រះយេស៊ូវថាខ្ញុំចង់ស្គាល់ច្បាប់របស់នគរឋានសួគ៌ខ្ញុំចង់រស់នៅក្នុងនគរឋានសួគ៌ខ្ញុំមិនចង់រស់នៅពិភពដដែលនេះទេខ្ញុំចង់ស្គាល់រសជាតិនៃការរស់នៅក្នុងនគរឋានសួគ៌ព្រះអង្គបានសពប្រហាតីហើយព្រះអង្គបានឲ្យខ្ញុំកាន់គម្ពីរអានព្រះបន្ទូលជារៀងរាល់ថ្ងៃនិងអធិដ្ឋានទៅកាន់ព្រះជារៀងរាល់ថ្ងៃបងប្អូនជាទីស្រឡាញ់ខ្ញុំចង់បញ្ជាក់បងប្អូនមួយសារទៀតថាទឹកដីសន្យាដែលព្រះសន្យាមកឲ្យយើងនោះគឺជាដំណើរជីវិតនៅក្នុងព្រះគម្ពីរសញ្ញាថ្មីបងប្អូនត្រូវដើរឲ្យដល់គម្ពីរសញ្ញាថ្មីបងប្អូនត្រូវសង្កេតមើលជីវិតរបស់បងប្អូនរាល់ថ្ងៃនិងការជំនឿជឿទៅលើព្រះអង្គរាល់ថ្ងៃថាតើបងប្អូនដើរត្រឹមណាហើយតើដួងចិត្តបងប្អូននៅឈឺចាប់ទៀតទេតើបងប្អូននៅមានអារម្មណ៍នៅមានការឈឺចុកចាប់នៅគិតថានឹងចង់ផ្លាស់ប្ដូរជំនឿទេបើសិនជាបងប្អូននៅតែបន្តការឈឺចាប់មិនព្រមលើកលែងមិនព្រមអត់ទោសទៅកាន់អ្នកដែលធ្វើការអាក្រក់ទៅលើបងប្អូនមិនព្យាយាមអធិដ្ឋានឲ្យគេនោះដំណើរជីវិតរបស់បងប្អូនតែងតែនៅក្នុងសញ្ញាចាស់ជានិច្ចអ្វីដែលបងប្អូនត្រូវតែធ្វើរាល់ថ្ងៃទី1បងប្អូនត្រូវតែអធិដ្ឋាននិងអានព្រះបន្ទូលរបស់ព្រះអង្គជារៀងរាល់ថ្ងៃថ្ងៃណាមួយព្រះនឹងសពប្រហារតីនាំបងប្អូនទៅកាន់នគរព្រះនាំបងប្អូននឹងផ្លាស់ប្ដូរជីវិតបងប្អូនឲ្យបានជីវិតថ្មីការផ្លាស់ប្ដូរជីវិតចាស់ឲ្យទៅជាជីវិតថ្មីនឹងបានឃើញព្រះយេស៊ូវបានចាប់ផ្ដើមពីការរៀនសូត្ររបស់ព្រះយេស៊ូវបានសម្លឹងមើលទៅព្រះយេស៊ូវមានសង្ឃឹមមានជីវិត
មានព្រះវិញ្ញាណបរិបូរណ៍ពេញលេញនឹងបានคล้ายទៅជាសាវករបស់ព្រះយេស៊ូវហើយក៏ចាប់ផ្ដើមផ្សាយដំណឹងល្អទៅកាន់អ្នកដែលមិនទាន់ជឿតាមបង្គាប់របស់ព្រះយេស៊ូវបានបង្គាប់ដល់សាវករបស់ព្រះអង្គគ្រប់គ្នាខ្ញុំក៏សូមជូនពរដល់បងប្អូនដែលបានទទួលជឿព្រះយេស៊ូវសូមឲ្យបងប្អូនដើរឲ្យផុតពីភ្នំស៊ីណៃឲ្យបានដើរឲ្យផុតហើយឲ្យបានដល់ទឹកដីនៃសេចក្តីសន្យាឲ្យបានដល់នៅព្រះបន្ទូលសញ្ញាថ្មីឲ្យបានឃើញព្រះយេស៊ូវជាឆាប់និងបានរៀនពីព្រះអង្គផងដែរបន្ថែមនៅខគម្ពីរនេះខ្ញុំសូមលើកខគម្ពីរឡើងទី1ការរំដោះខ្លួនចេញពីទាសភាពជំហានដំបូងបង្អស់ដែលយើងត្រូវបានដោះលែងឲ្យមានសេរីភាពផុតពីទាសភាពនៃអំពើបាបនិងសេចក្តីស្លាប់ដោយយោងតាមខគម្ពីរយូហានជំពូក8ខ31និងរ៉ូមជំពូក6ខ18បើព្រះរាជបុត្រាប្រោះឲ្យអ្នករាល់គ្នាមានសេរីភាពនោះអ្នករាល់គ្នានឹងបានសេរីភាពមែនចំណុចទី2ការលបួងនិងការវិលវល់ក្នុងវាលរហោស្ថានក្នុងដំណើរដើរតាមព្រះជារឿយយើងត្រូវដើរជាមួយនឹងអ្នកដឹកនាំសាច់ឈាមដោយជាពួកអ៊ីស្រាអែលដើរតាមលោកម៉ូសេដែរក្នុងដំណាក់កាលនោះបញ្ហាជាច្រើននឹងកើតមានឡើងដែលទាមទារឲ្យមានការផ្លាស់ប្ដូរនិងប្រែចិត្តនិងការស្ដាប់បង្គាប់ការប្រយ័ត្នប្រយែងមានអ្នកខ្លះស្រឡាញ់ព្រះប៉ុន្តែមានអ្នកខ្លះទៀតបែរជាស្រឡាញ់មនុស្សធ្វើតាមមនុស្សនិងសម្លឹងមើលតែមនុស្សទៅវិញចូលប្រយ័ត្នឲ្យមែនតែនបើភ្នែកយើងសម្លឹងមើលតែមនុស្សយើងអាចនឹងដើរមិនផុតពីវារហោស្ថានមិនអាចទៅដល់នគរឋានសួគ៌ឬក៏ទឹកដីសន្យាឡើយមេរៀនពីអតីតកាលមានអ្នកខ្លះបានទៅដល់ទឹកដីសន្យាខាងវិញ្ញាណយូរមកហើយតែមានអ្នកខ្លះទៀតកំពុងតែដើរវិលជុំវិញភ្នំដដែលអស់រយៈពេល10ឆ្នាំ20ឆ្នាំ30ឆ្នាំឬ40ឆ្នាំដោយសារតែចិត្តរឹងរូសខគម្ពីរយោងនេះដែលមាននៅក្នុងខគម្ពីរយូស្វេចំពុកទី5ខ6និងកូរិនថូសទី1ខ្សែទី1ចំពុក10ខ1ដល់ខ5ត្បិតជនជាតិអ៊ីស្រាអែលបានដើរនៅក្នុងវាលរហោស្ថានអស់រយៈពេល40ឆ្នាំដោយព្រោះពួកគេមិនបានស្ដាប់តាមបន្ទូលរបស់ព្រះអង្គម្ចាស់តែប្រមានយើងកុំឲ្យធ្វើដូចទីពួកអ៊ីស្រាអែលដែរតើអ្វីជាទឹកដីសន្យានៅក្នុងព្រះសញ្ញាថ្មីនៅក្នុងព្រះគម្ពីរសញ្ញាថ្មីទឹកដីសន្យាសម្រាប់យើងនៅថ្ងៃនេះមិនមែនជាទីកន្លែងភូមិសាស្ត្រឡើយប៉ុន្តែជាការផ្លាស់ប្ដូរជីវិតលះបង់ជីវិតចាស់និងចាប់ផ្ដើមជីវិតថ្មីមានសង្ឃឹមនិងពេលនិងពេញព្រៀបដោយព្រះវិញ្ញាណបរិសុទ្ធការសម្លឹងមើលព្រះយេស៊ូវរៀនសូត្រពីទ្រង់និងយកទ្រង់ជាទី1មិនមែនមនុស្សឡើយការធ្វើជាសាវកចាប់ផ្ដើមនាំដំណឹងល្អទៅកាន់អ្នកដែលមិនទាន់ជឿតាមព្រះរាជបញ្ជាដ៏ឧត្តមនៅខគម្ពីរជីវិតថ្មីដូច្នេះបើអ្នកណានៅក្នុងព្រះគ្រីស្ទអ្នកនោះជាអ្នកបង្កើតថ្មីហើយអស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅមើលគ្រប់សេចក្តីទាំងអស់បានត្រឡប់ជាថ្មីនៅកូរិនថូសខ្សែទី2ចំពុកទី5ខទី17ការសម្លឹងមើលព្រះយេស៊ូវសម្លឹងមើលទៅព្រះយេស៊ូវដែលជាដើមចមនិងជាសេចក្តីពេញខ្នាតនៃជំនឿយើងហេព្រើរចំពុក12ខ1ព្រះរាជបញ្ជាត្បិតត្រូវឲ្យអ្នករាល់គ្នាទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសម៉ាថាយចំពុកទី28ខ19សេចក្តីប្រកាសពរដល់ខ្ញុំជូនពរដល់បងប្អូនទាំងអស់គ្នាដែលបានជឿទៅលើព្រះយេស៊ូវគ្រីស្ទសូមប្រទានកម្លាំងឲ្យបងប្អូនដើរផុតពីភ្នំស៊ីណៃច្បាប់វិន័យនិងការគិតបែបចាស់ហើយឈានជើងចូលទៅក្នុងទឹកដីសន្យានៃព្រះបន្ទូលសន្យាថ្មីបានឃើញព្រះយេស៊ូវនិងបានរៀនសូត្រពីទ្រង់ក្នុងពេលឆាប់នេះអាមែនអរគុណបងប្អូនដែលបានស្ដាប់នៅព្រះបន្ទូលនេះសូមឲ្យព្រះយេស៊ូវគ្រីស្ទសេចក្តីសុខសាន្តរបស់ព្រះអង្គបានគង់នៅជាមួយបងប្អូនគ្រប់គ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន